ហេតុអ្វីបានជាជាតិនេះគ្មានសំណាងដូចជាគេសោះម្ល៉េះហើយនេះប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិហើយមើលទៅបានជាមកជាតិនេះខ្ញុំជួបទៅនឹងរឿងខកចិត្តជួបទៅរឿងដែលមិនសមតាមបំណងជួបទៅនឹងបញ្ហានៅក្នុងជីវិតរកថាមិនត្រូវសោះឡើយប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិនោះរហូតដល់ពេលនេះទើបខ្ញុំទទួលទៅនឹងកម្មផលដែលខ្ញុំបានសាងអំពីអតីតជាតិម្ល៉េះហើយខ្ញុំមិនអន់ចិត្តអំពីបញ្ហានោះឡើយខ្ញុំក៏មិនតូចចិត្តចំពោះជីវិតរបស់ខ្ញុំដែលខ្ញុំបានកើតនៅក្នុងភពផែនដីនេះខ្ញុំបានកើតជាមនុស្សនេះគឺជាការកម្រណាស់ទៅហើយបើទោះបីជាខ្ញុំគ្មានសំណាងដូចជាគេប៉ុន្តែខ្ញុំក៏នៅមានទឹកចិត្តនិងការយល់ដឹងអំពីការធ្វើអំពើល្អឬក៏អាក្រក់នោះខ្ញុំអាចធ្វើបានទៅដោយកម្លាំងនៃទឹកចិត្តសទ្ធារបស់ខ្ញុំហេតុអ្វីបានជាជាតិនេះគ្មានសំណាងដូចជាគេសោះម្ល៉េះហើយនេះប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិហើយមើលទៅបានជាមកជាតិនេះខ្ញុំជួបទៅនឹងរឿងខកចិត្តជួបទៅរឿងដែលមិនសមតាមបំណងជួបទៅនឹងបញ្ហានៅក្នុងជីវិតរកថាមិនត្រូវសោះឡើយប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិនោះរហូតដល់ពេលនេះទើបខ្ញុំទទួលទៅនឹងកម្មផលដែលខ្ញុំបានសាងអំពីអតីតជាតិម្ល៉េះហើយខ្ញុំមិនអន់ចិត្តអំពីបញ្ហានោះឡើយខ្ញុំក៏មិនតូចចិត្តចំពោះជីវិតរបស់ខ្ញុំដែលខ្ញុំបានកើតនៅក្នុងភពផែនដីនេះខ្ញុំបានកើតជាមនុស្សនេះគឺជាការកម្រណាស់ទៅហើយបើទោះបីជាខ្ញុំគ្មានសំណាងដូចជាគេប៉ុន្តែខ្ញុំក៏នៅមានទឹកចិត្តនិងការយល់ដឹងអំពីការធ្វើអំពើល្អឬក៏អាក្រក់នោះខ្ញុំអាចធ្វើបានទៅដោយកម្លាំងនៃទឹកចិត្តសទ្ធារបស់ខ្ញុំហេតុអ្វីបានជាជាតិនេះគ្មានសំណាងដូចជាគេសោះម្ល៉េះហើយនេះប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិហើយមើលទៅបានជាមកជាតិនេះខ្ញុំជួបទៅនឹងរឿងខកចិត្តជួបទៅរឿងដែលមិនសមតាមបំណងជួបទៅនឹងបញ្ហានៅក្នុងជីវិតរកថាមិនត្រូវសោះឡើយប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិនោះរហូតដល់ពេលនេះទើបខ្ញុំទទួលទៅនឹងកម្មផលដែលខ្ញុំបានសាងអំពីអតីតជាតិម្ល៉េះហើយខ្ញុំមិនអន់ចិត្តអំពីបញ្ហានោះឡើយខ្ញុំក៏មិនតូចចិត្តចំពោះជីវិតរបស់ខ្ញុំដែលខ្ញុំបានកើតនៅក្នុងភពផែនដីនេះខ្ញុំបានកើតជាមនុស្សនេះគឺជាការកម្រណាស់ទៅហើយបើទោះបីជាខ្ញុំគ្មានសំណាងដូចជាគេប៉ុន្តែខ្ញុំក៏នៅមានទឹកចិត្តនិងការយល់ដឹងអំពីការធ្វើអំពើល្អឬក៏អាក្រក់នោះខ្ញុំអាចធ្វើបានទៅដោយកម្លាំងនៃទឹកចិត្តសទ្ធារបស់ខ្ញុំហេតុអ្វីបានជាជាតិនេះគ្មានសំណាងដូចជាគេសោះម្ល៉េះហើយនេះប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិហើយមើលទៅបានជាមកជាតិនេះខ្ញុំជួបទៅនឹងរឿងខកចិត្តជួបទៅរឿងដែលមិនសមតាមបំណងជួបទៅនឹងបញ្ហានៅក្នុងជីវិតរកថាមិនត្រូវសោះឡើយប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិនោះរហូតដល់ពេលនេះទើបខ្ញុំទទួលទៅនឹងកម្មផលដែលខ្ញុំបានសាងអំពីអតីតជាតិម្ល៉េះហើយខ្ញុំមិនអន់ចិត្តអំពីបញ្ហានោះឡើយខ្ញុំក៏មិនតូចចិត្តចំពោះជីវិតរបស់ខ្ញុំដែលខ្ញុំបានកើតនៅក្នុងភពផែនដីនេះខ្ញុំបានកើតជាមនុស្សនេះគឺជាការកម្រណាស់ទៅហើយបើទោះបីជាខ្ញុំគ្មានសំណាងដូចជាគេប៉ុន្តែខ្ញុំក៏នៅមានទឹកចិត្តនិងការយល់ដឹងអំពីការធ្វើអំពើល្អឬក៏អាក្រក់នោះខ្ញុំអាចធ្វើបានទៅដោយកម្លាំងនៃទឹកចិត្តសទ្ធារបស់ខ្ញុំហេតុអ្វីបានជាជាតិនេះគ្មានសំណាងដូចជាគេសោះម្ល៉េះហើយនេះប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិហើយមើលទៅបានជាមកជាតិនេះខ្ញុំជួបទៅនឹងរឿងខកចិត្តជួបទៅរឿងដែលមិនសមតាមបំណងជួបទៅនឹងបញ្ហានៅក្នុងជីវិតរកថាមិនត្រូវសោះឡើយប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិនោះរហូតដល់ពេលនេះទើបខ្ញុំទទួលទៅនឹងកម្មផលដែលខ្ញុំបានសាងអំពីអតីតជាតិម្ល៉េះហើយខ្ញុំមិនអន់ចិត្តអំពីបញ្ហានោះឡើយខ្ញុំក៏មិនតូចចិត្តចំពោះជីវិតរបស់ខ្ញុំដែលខ្ញុំបានកើតនៅក្នុងភពផែនដីនេះខ្ញុំបានកើតជាមនុស្សនេះគឺជាការកម្រណាស់ទៅហើយបើទោះបីជាខ្ញុំគ្មានសំណាងដូចជាគេប៉ុន្តែខ្ញុំក៏នៅមានទឹកចិត្តនិងការយល់ដឹង
អំពីការធ្វើអំពើល្អឬក៏អាក្រក់នោះខ្ញុំអាចធ្វើបានទៅដោយកម្លាំងនៃទឹកចិត្តសទ្ធារបស់ខ្ញុំហេតុអ្វីបានជាជាតិនេះគ្មានសំណាងដូចជាគេសោះម្ល៉េះហើយនេះប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិហើយមើលទៅបានជាមកជាតិនេះខ្ញុំជួបទៅនឹងរឿងខកចិត្តជួបទៅរឿងដែលមិនសមតាមបំណងជួបទៅនឹងបញ្ហានៅក្នុងជីវិតរកថាមិនត្រូវសោះឡើយប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិនោះរហូតដល់ពេលនេះទើបខ្ញុំទទួលទៅនឹងកម្មផលដែលខ្ញុំបានសាងអំពីអតីតជាតិម្ល៉េះហើយខ្ញុំមិនអន់ចិត្តអំពីបញ្ហានោះឡើយខ្ញុំក៏មិនតូចចិត្តចំពោះជីវិតរបស់ខ្ញុំដែលខ្ញុំបានកើតនៅក្នុងភពផែនដីនេះខ្ញុំបានកើតជាមនុស្សនេះគឺជាការកម្រណាស់ទៅហើយបើទោះបីជាខ្ញុំគ្មានសំណាងដូចជាគេប៉ុន្តែខ្ញុំក៏នៅមានទឹកចិត្តនិងការយល់ដឹងអំពីការធ្វើអំពើល្អឬក៏អាក្រក់នោះខ្ញុំអាចធ្វើបានទៅដោយកម្លាំងនៃទឹកចិត្តសទ្ធារបស់ខ្ញុំហេតុអ្វីបានជាជាតិនេះគ្មានសំណាងដូចជាគេសោះម្ល៉េះហើយនេះប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិហើយមើលទៅបានជាមកជាតិនេះខ្ញុំជួបទៅនឹងរឿងខកចិត្តជួបទៅរឿងដែលមិនសមតាមបំណងជួបទៅនឹងបញ្ហានៅក្នុងជីវិតរកថាមិនត្រូវសោះឡើយប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិនោះរហូតដល់ពេលនេះទើបខ្ញុំទទួលទៅនឹងកម្មផលដែលខ្ញុំបានសាងអំពីអតីតជាតិម្ល៉េះហើយខ្ញុំមិនអន់ចិត្តអំពីបញ្ហានោះឡើយខ្ញុំក៏មិនតូចចិត្តចំពោះជីវិតរបស់ខ្ញុំដែលខ្ញុំបានកើតនៅក្នុងភពផែនដីនេះខ្ញុំបានកើតជាមនុស្សនេះគឺជាការកម្រណាស់ទៅហើយបើទោះបីជាខ្ញុំគ្មានសំណាងដូចជាគេប៉ុន្តែខ្ញុំក៏នៅមានទឹកចិត្តនិងការយល់ដឹងអំពីការធ្វើអំពើល្អឬក៏អាក្រក់នោះខ្ញុំអាចធ្វើបានទៅដោយកម្លាំងនៃទឹកចិត្តសទ្ធារបស់ខ្ញុំហេតុអ្វីបានជាជាតិនេះគ្មានសំណាងដូចជាគេសោះម្ល៉េះហើយនេះប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិហើយមើលទៅបានជាមកជាតិនេះខ្ញុំជួបទៅនឹងរឿងខកចិត្តជួបទៅរឿងដែលមិនសមតាមបំណងជួបទៅនឹងបញ្ហានៅក្នុងជីវិតរកថាមិនត្រូវសោះឡើយប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិនោះរហូតដល់ពេលនេះទើបខ្ញុំទទួលទៅនឹងកម្មផលដែលខ្ញុំបានសាងអំពីអតីតជាតិម្ល៉េះហើយខ្ញុំមិនអន់ចិត្តអំពីបញ្ហានោះឡើយខ្ញុំក៏មិនតូចចិត្តចំពោះជីវិតរបស់ខ្ញុំដែលខ្ញុំបានកើតនៅក្នុងភពផែនដីនេះខ្ញុំបានកើតជាមនុស្សនេះគឺជាការកម្រណាស់ទៅហើយបើទោះបីជាខ្ញុំគ្មានសំណាងដូចជាគេប៉ុន្តែខ្ញុំក៏នៅមានទឹកចិត្តនិងការយល់ដឹងអំពីការធ្វើអំពើល្អឬក៏អាក្រក់នោះខ្ញុំអាចធ្វើបានទៅដោយកម្លាំងនៃទឹកចិត្តសទ្ធារបស់ខ្ញុំហេតុអ្វីបានជាជាតិនេះគ្មានសំណាងដូចជាគេសោះម្ល៉េះហើយនេះប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិហើយមើលទៅបានជាមកជាតិនេះខ្ញុំជួបទៅនឹងរឿងខកចិត្តជួបទៅរឿងដែលមិនសមតាមបំណងជួបទៅនឹងបញ្ហានៅក្នុងជីវិតរកថាមិនត្រូវសោះឡើយប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិនោះរហូតដល់ពេលនេះទើបខ្ញុំទទួលទៅនឹងកម្មផលដែលខ្ញុំបានសាងអំពីអតីតជាតិម្ល៉េះហើយខ្ញុំមិនអន់ចិត្តអំពីបញ្ហានោះឡើយខ្ញុំក៏មិនតូចចិត្តចំពោះជីវិតរបស់ខ្ញុំដែលខ្ញុំបានកើតនៅក្នុងភពផែនដីនេះខ្ញុំបានកើតជាមនុស្សនេះគឺជាការកម្រណាស់ទៅហើយបើទោះបីជាខ្ញុំគ្មានសំណាងដូចជាគេប៉ុន្តែខ្ញុំក៏នៅមានទឹកចិត្តនិងការយល់ដឹងអំពីការធ្វើអំពើល្អឬក៏អាក្រក់នោះខ្ញុំអាចធ្វើបានទៅដោយកម្លាំងនៃទឹកចិត្តសទ្ធារបស់ខ្ញុំហេតុអ្វីបានជាជាតិនេះគ្មានសំណាងដូចជាគេសោះម្ល៉េះហើយនេះប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិហើយមើលទៅបានជាមកជាតិនេះខ្ញុំជួបទៅនឹងរឿងខកចិត្តជួបទៅរឿងដែលមិនសមតាមបំណងជួបទៅនឹងបញ្ហានៅក្នុងជីវិតរកថាមិនត្រូវសោះឡើយប្រហែលជាមកពីកម្មផលរបស់ខ្ញុំដែលខ្ញុំបានសាងអំពីអតីតជាតិនោះរហូតដល់ពេលនេះទើបខ្ញុំទទួលទៅនឹងកម្មផលដែលខ្ញុំបានសាងអំពីអតីតជាតិម្ល៉េះហើយខ្ញុំមិនអន់ចិត្តអំពីបញ្ហានោះឡើយខ្ញុំក៏មិនតូចចិត្តចំពោះជីវិតរបស់ខ្ញុំដែលខ្ញុំបានកើតនៅក្នុងភពផែនដីនេះខ្ញុំបានកើតជាមនុស្សនេះគឺជាការកម្រណាស់ទៅហើយ
បើទោះបីជាខ្ញុំគ្មានសំណាងដូចជាគេប៉ុន្តែខ្ញុំ